តតងទៅនឹងម្ចាស់អាជីវកម្មវិញលោកបានជំរាបច្បាស់ហើយថា AI ឬក៏ digital នេះពិតជាមានសារៈសំខាន់ណាស់នាពេលបច្ចុប្បន្ននេះនៅក្នុងទាំងមនុស្សទូទៅពិសេសគឺម្ចាស់អាជីវកម្មតែម្ដងចុះផ្ទុយទៅវិញប្រសិនបើម្ចាស់អាជីវកម្មគាត់មិនបានបញ្ចូលបានបច្ចេកវិទ្យា digital ឬក៏ AI ហ្នឹងនៅក្នុងអាជីវកម្មរបស់គាត់ឬក៏គាត់មិនបានអភិវឌ្ឍខ្លួនទៅតាមបច្ចេកវិទ្យាហ្នឹងទេតើ business របស់គាត់ឬអាជីវកម្មរបស់គាត់ហ្នឹងនឹងជួបបញ្ហាអ្វីដែរទេបាទអរគុណមែនទែនសំណួរនេះពិតជាមានតម្លៃមែនទែនសម្រាប់ជាកតិជាធាតុចូលសម្រាប់បងប្អូនទស្សនិកជនរបស់យើងជាស្ដែងខ្ញុំនិយាយពីដើមទីមុនហ្នឹងថារដ្ឋាភិបាលលោកបានដាក់អធិភាពហើយថាយើងនឹងធ្វើជារដ្ឋ digital ធ្វើជារដ្ឋាភិបាល digital ហើយធ្វើជាធុរកិច្ច digital បងប្អូនអានេះមិនមែនជាដាក់ដើម្បីគ្រាន់តែដាក់គ្រាន់តែไปហៅពាក្យថា digital ប្រជាពលរដ្ឋ digital ធុរកិច្ច digital ឬក៏រដ្ឋាភិបាល digital ទេបាទប៉ុន្តែទាំងអស់ហ្នឹងរឿងគឺជាអធិភាពរបស់ប្រទេសមួយហើយបើសិនជារឿងអធិភាពរបស់ប្រទេសមួយហើយធុរកិច្ចជនឬក៏សហគ្រិននឹងខ្លួនឯងមិនបានយកអានឹងធ្វើជាអធិភាពបងប្អូនកំពុងតែដើរប្រឆាំងជាមួយនឹងការអភិវឌ្ឍរបស់ប្រទេសមួយហើយការអភិវឌ្ឍប្រទេសមួយក៏យើងមិនមែនទៅតែឯងដែរគឺយើងទៅក្នុងនិន្នាការតំបន់និងនិន្នាការនៃពិភពលោកដែលគេកំពុងតែដើរលឿនជាងយើងទៅទៀតអញ្ចឹងយើងបាត់បង់យ៉ាងម៉េចខ្ញុំនិយាយភាសាមួយគឺបរាជ័យធុរកិច្ចហ្នឹងគឺងាយនឹងបរាជ័យតែម្ដងពីមុនយើងអាចរកបាន5ឆ្នាំបានយើងព្យាករតែអាជីវកម្មហ្នឹងនៅមានទាំងហើមបានប៉ុន្តែក្នុងសម័យ digital នេះអាជីវកម្មតូចៗក៏អាចនឹងឈរជើងបានរឹងមាំក៏អាចនឹងទៅជាធំបានអាជីវកម្មមធ្យមក៏អាចទៅធំបានប៉ុន្តែក៏អាចលេខទៅវិញដែរចា៎នៅក្នុងសៀវភៅមួយដែលខ្ញុំចាំបានលោក Vanish ដែលគាត់និពន្ធអំពីសៀវភៅមួយគេហៅអង់គ្លេសគេ scale up ការពង្រីកខ្លួនរបស់ធុរកិច្ចមួយធ្វើខ្លួនជាសមជាកដុលកឡាតគេហៅអង់គ្លេសហៅ mice ធ្វើខ្លួនទៅជាគេហៅថាប្រភេទcastle ខ្ញុំភ្លេចបាត់ភាសាបច្ចេកទេសបន្តិចបាទបងប្អូនជាក្តាន់ហើយឬក៏ធ្វើខ្លួនជាដំរីភាសាបច្ចេកទេសហើយអរគុណរៀបច្បងនៅធុរកិច្ច BNI ដែលលោកបានយកប្រធានបទមកហើយខ្ញុំក៏បានមើលសៀវភៅនឹងដែរបើសហគ្រាសនៅក្នុងកដុលកឡាតគឺហានិភ័យក្នុងការខ្សែធនទៅវិញលឿនមែនទេលឿនបាទសហគ្រាសនៅក្នុងកម្រិតជាក្តាន់អាចទៅលឿនទៅមុខទៀតក៏អាចថយក៏មកវិញដែរប៉ុន្តែទៅមុខច្រើនជាងតែបើដល់ដំណាក់កាលមួយជាដំរីហើយគឺធំហើយព្រោះដំរីគឺចាត់ពី100លានសម្រាប់ប្រទេសគេដំរីហ្នឹងគឺក្រុមហ៊ុនដែលមានតម្លៃ asset ឬក៏តម្លៃខ្លួនហ្នឹងគឺដល់$100លានឡើងបាទក្រុម100លានដល់10លានគេហៅថាក្តាន់ក្រុម10លានគេហៅថាកណ្ដុលកឡាតសម្រាប់យើងជាប្រទេសតូចមួយ GDP យើងមានប្រមាណជា30 billion ជាងបាទ$30,000 លានយើងនិយាយបានថាក្រោម10លានហ្នឹងគឺធំសម្រាប់សហគ្រាសមួយតម្លៃខ្លួនបាទអញ្ចឹងមានន័យថាក្នុងសហគ្រាសយើងរាល់ថ្ងៃដែលមានអាយុកាលត្រឹម10ឆ្នាំក៏មានតិចមែនទេព្រោះយើងទៅក៏កើតសេដ្ឋកិច្ចក្នុងឆ្នាំ1998យើងសន្តិភាពឯករាជ្យភាពតាមរយៈនយោបាយឈ្នះឈ្នះរបស់រដ្ឋាភិបាលលោកយើងបានទទួលគេហៅថាសុខសន្តិភាពយើងខ្លីមែនទេយើងនិយាយដោយចំពោះតែម្ដងអញ្ចឹងសហគ្រាសដែលមានអាយុ10ឆ្នាំក៏មានតិចដែរយើងក៏និយាយដល់20ឆ្នាំ30ឆ្នាំ50ឆ្នាំអញ្ចឹងមានន័យថាម៉េចយើងវាតូចណាស់ដែលក្នុងរូបភាពនៃកណ្ដុលកឡានតូចមែនទេនឹងនិយាយអំពីរូបភាពនៃធុរកិច្ចរបស់ខ្លួនអញ្ចឹងនិយាយពី digital ទៀតបើយើងតូចហើយយើងមិនបានទទួលយកកិច្ចការងារអ្វីដែលជាអតិភិបរបស់រដ្ឋាភិបាលអតិភិបរបស់ថ្នាក់តំបន់អតិភិបរបស់ពិភពលោកយើងសម័យថាយើងទៅមុខយ៉ាងម៉េចបាទហើយនិយាយមួយទៀតថាបងប្អូនកុំឲ្យ stress កុំឲ្យស្មុគស្មាញនិយាយថា digital និយាយស្ដាប់រហូតគាត់ថាគាត់ស្ដាប់រហូតគាត់ស្ដាប់ពេលហ្នឹងមិនដឹងធ្វើពីណាទៅទេរឿងសំខាន់ដែលខ្ញុំក្នុងទូននីតិជាគ្រូបង្វឹកខ្ញុំបង្វឹកលើជំនាញ digital marketing digital skill មួយចំនួនហើយខ្ញុំបាន certify ពីប្រទេសកូរ៉េកាលពីឆ្នាំ2023 ពីជប៉ុននិងកូរ៉េផងខ្ញុំបានដើរទូទីជាគ្រូបង្វឹកបានខ្ញុំដឹងថាសហគ្រិនលោកប្រឹងប្រែងដែរមួយចំនួនធំហើយគាត់ទោះបីមិនដឹងថាអានឹងវាចេញទៅពីណាចាប់ដើមពីពេលណាក៏គាត់ប្រឹងដែរនេះគឺជារបត់មួយជាវិជ្ជមានប៉ុន្តែខ្ញុំបារម្ភអ្នកដែលមិនប្រឹងពីពួកបងប្អូនកុំនិយាយថាខ្ញុំមិនចេះប្រើទូរស័ព្ទទេខ្ញុំមិនចេះ smartphone ទេរឿងសំខាន់បងប្អូនដឹងថាអតិថិជនរបស់យើងរាល់ថ្ងៃគាត់ចេះអត់បាទខ្វល់ពីខ្លួនយើងជារឿងមួយប៉ុន្តែសួរថាអតិថិជនយើងកំពុងប្រើប្រាស់អីបាទបើគូប្រកួតយើងកំពុងធ្វើអីដែររឿងដែលសំខាន់ប៉ុណ្ណឹងអញ្ចឹងត្រឡប់មកវិញបើយើងទទួលយកអត់បានមានផ្លូវខ្សែធនពីមុនខ្សែធនចាយពេលយូរបន្តិចប៉ុន្តែខ្សែធនក្នុងសម័យ digital នេះគឺការពេលលឿនណាស់លឿនបាទហើយលឿនហើយមិនមែនជារឿងលេងទេគឺពិបាកក្នុងការងើបវិញដោយសារតែទូអង្គនៃការប្រកួតប្រជែងក្នុងសង្គ្រាមធុរកិច្ចមួយនេះដូចសុនជឺលោកអ្នកទៅសេយុទ្ធសាស្ត្រសង្គ្រាមរបស់ចិនដល់ជើងឆ្នើមម្នាក់បាទចំនួនគេហៅថាជើងឆ្នើមដូចខុងជឺដែរយើងដឹងថាធុរកិច្ចគឺជាសង្គ្រាម business is war បាទអត់ខុសគ្នាទេ business is a war ធុរកិច្ចគឺជាសង្គ្រាមបើយើងច្បាំងយកអតិថិជនដូចគ្នាច្បាំងយកអតិថិជនគ្នាទៅវិញទៅមកអតិថិជននៅក្នុងទីផ្សារមួយគឺយើងច្បាំងគ្នាបាទយកអតិថិជន
ការប្រកួតប្រជែងគឺកាន់តែស្រួលច្រាលខ្លាំងឡើងនៅពេលដែលសហគ្រាសកាន់តែមានទុនកាន់តែមានបច្ចេកវិទ្យាអញ្ចឹងវាខុសពីការ10ពី15ឆ្នាំមុនដែលពេលដែលខ្ញុំនិយាយ2009 2010និយាយតែ website ហ្នឹងក៏មិនទាន់មានផងបាទប៉ុន្តែឥឡូវចង់បាន website គឺអ្នកជំនាញមិនគាត់ទេចាយពេលត្រឹមតែមួយខែយើងមានបាត់ហើយបណ្ដាញសង្គមមួយចង់បានប្រហែល K 100K 200K បានបាត់ទៅហើយអញ្ចឹងការប្រកួតប្រជែងគឺកាន់តែស្រួលច្រាលមែនទែនអ្នកដែលយល់ពីនិន្នាការនៃការវិវត្តរបស់សង្គមនិង digital និងអ្នកដែលចេះទាញមនុស្សធនធានចេះធ្វើការជាមួយអ្នកជំនាញត្រឹមត្រូវនឹងអាចរក្សាបាននៅនិរន្តរភាពធុរកិច្ចបើអត់មានហ្នឹងទេខ្ញុំជឿជាក់ថាសហគ្រាសយើងនឹងខាតហើយមិនមែនខាតតែគាត់ទេត្រូវចាំថាសេដ្ឋកិច្ចយើងត្រូវការចូលរួមពីបងប្អូនគ្រប់គ្នាយើងជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចទាំងអស់គ្នាអញ្ចឹងឆ្អឹងខ្នងយើងសរសៃឈាមនៃសេដ្ឋកិច្ចនេះត្រូវតែរឹងមាំទាំងអស់គ្នាបើមិនចេះទេយើងនឹងបាត់បង់ទីផ្សារ